ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិមិត្តរបស់យើងទាំងអស់គ្នានេះគឺជាអេពីសូតទី20នៃការនិទានរឿងក៏ដូចជាការចែកម្លែកនៅរឿងអបិយជំនឿដែលតាក់ទងជាមួយទស្សនវិជ្ជាពិតមួយដែលកាត់ឡើងទៅលើម្ដាយហើយនិងកូនម្នាក់ណាអ្នកទាំងអស់គ្នាប៉ុន្តែមិននឹងចូលដល់សាច់រឿងរបស់ខ្ញុំបានហ្នឹងអ្នកទាំងអស់គ្នាប្រហែលជាបាត់ខ្ញុំយូរហើយអ្នកទាំងអស់គ្នាដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំបានអ្នកទាំងអស់គ្នាអាចចូល subscribe នៅ channel ខាងក្រោមរបស់ខ្ញុំម្នាក់មួយជាមុនសិនអូខេអ្នកទាំងអស់គ្នាទៅតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាដោយសាររឿងមួយនេះគឺថាតាក់ទងជាមួយនឹងរឿងដំណាលក៏ដូចជារឿងតគ្នាប្រាប់ពីចដូនពីចតាមកអ្នកទាំងអស់គ្នាបើនិយាយទៅការរីកចម្រើនលូតលាស់ពីដើមពីដើមមកការប្រស្រ័យតាក់ទងគ្នានឹងនៅពេលដែលចង់ជួបគ្នាម្ដងគឺมันងាយស្រួលទេអ្នកទាំងអស់គ្នាគឺត្រូវការធ្វើដំណើរហ្នឹងគឺវាយូរមែនតើហើយការប្រើមធ្យោបាយធ្វើដំណើរហ្នឹងក៏វាលំបាកដែរដឹងស្រាប់ហើយតាមទីជនបទរបស់យើងហ្នឹងនៅពេលដែលយើងចង់ទៅលេងស្រុកភូមិទៅលេងសាច់ញាតិនៅទីឆ្ងាយអ្នកទាំងអស់គ្នាគឺមានការលំបាកមែនតើនៅពេលនោះគឺមានតែគោក្របីអញ្ចឹងណាពេលអញ្ចឹងទៅការធ្វើដំណើរហ្នឹងគឺវាលំបាកហើយបើនិយាយពីសម្ភារៈប្រើប្រាស់ហ្នឹងអត់មានស្បែកជើងពាក់ទេគឺដើរជើងទៅទេហើយប្រើរទេះហើយនឹងគោម្នឹមហ្នឹងណាគឺវាជាឧបសគ្គមួយមែនតើនៅពេលដែលយើងចង់ទៅលេងសាច់ញាតិនៅទីឆ្ងាយឬមួយក៏នៅពេលដែលយើងទៅរកស៊ីការប្រកបមុខរបររកស៊ីហ្នឹងក៏ជាការលំបាកដែរនិយាយរំទៅសាច់រឿងដែលខ្ញុំយកមកចែកជូនពុកម៉ែបងប្អូនប្រិយមិត្តក្នុងថ្ងៃនេះគឺថាជារឿងមួយដែលកើតឡើងហើយក៏វាជាទស្សនវិជ្ជាពិតរបស់សង្គមមួយកាលពីសម័យ70ឆ្នាំមុនផងដែរអ្នកទាំងអស់គ្នាហើយបើនិយាយទៅនៅក្នុងភូមិមួយហ្នឹងគឺថាការធ្វើដំណើរហ្នឹងគឺវាអត់ដូចសពថ្ងៃដែលយើងឃើញឡានឃើញម៉ូតូច្រើនតាមផ្លូវនោះទេអ្នកទាំងអស់គ្នាគឺថាការធ្វើដំណើរគឺវាមានការលំបាកមែនតើនៅពេលដែលយើងចង់ទៅលេងទីចិត្តទីឆ្ងាយហ្នឹងគឺវាត្រូវការប្រើមធ្យោបាយមានដូចជាគោក្របីឬមួយក៏ដើរចឹងទៅហើយការដើរទីសតហ្នឹងគឺมันស្រួលទេការធ្វើដំណើរហ្នឹងគឺវាត្រូវការពេលវេលាមែនតើគឺច្រើនម៉ោងច្រើនថ្ងៃច្រើនខែតម្រាំទៅដល់គោលដៅដែលយើងចង់ទៅណាការធ្វើដំណើរហ្នឹងគឺវាត្រូវឆ្លងកាត់ព្រៃភ្នំគឺវាខ្ពស់ពេលខ្លះព្រៃដប់ហ្នឹងលក្ខណៈថាព្រៃច្រើនណាអ្នកនរគ្នាកាលមុនកាលពី70ឆ្នាំមុនគឺថាសបោមែនតែនសបោហ្នឹងគឺសបោព្រៃឈើអញ្ចឹងណាគឺវាច្រើនមែនតែនការធ្វើដំណើរហ្នឹងគឺវាអត់ស្រួលទេត្រូវឆ្លងកាត់ច្រើនណាហើយការលំបាកហ្នឹងគឺនៅពេលដែលយើងទៅលេងស្រុកឆ្ងាយហ្នឹងគឺវាលំបាកទី1យើងត្រូវឆ្លងកាត់ពេលវេលាច្រើនហើយយើងត្រូវសម្រាកតាមផ្លូវអញ្ចឹងណាតាមផ្លូវយើងអត់ដឹងថាមានអីខ្លះទេនៅពេលដែលយើងទៅអញ្ចឹងវាមានសត្វអាសេរពឹសដូចជាខ្លាឬមួយសត្វកាច់សាហាវអីចឹងទៅតាមផ្លូវគឺវាច្រើនមែនតើអ្នកទាំងអស់គ្នាហើយនៅពេលដែលយើងចេញទៅក្រៅម្ដងណាទៅឆ្ងាយអញ្ចឹងណាអ្នកទាំងអស់គ្នាគឺការធ្វើដំណើរហ្នឹងគឺអត់អាចទៅម្នាក់ឯងបានទេគឺត្រូវមានមិត្តភ័ក្តិគ្នាមនីមានពូមីងអីចឹងទៅក៏ដូចជាអ្នកនាំផ្លូវអញ្ចឹងទៅបានទៅជាមួយគ្នាទៅបានច្រើនគ្នាណាមិនមែនទៅតែម្នាក់ឯងទេដើម្បីสนุกពេលកើតហេតុការណ៍អីកើតឡើងនៅក្នុងព្រៃដូចជានៅពេលដែលយើងឈឺក៏ដូចជានៅពេលដែលយើងជួបឧបសគ្គអីផ្សេងដែលយើងអត់ឃើញទេនៅក្នុងព្រៃហ្នឹងគឺយើងអាចជួយគ្នាបានហើយក្នុងការធ្វើដំណើរនឹងទៀតសោតគឺត្រូវប្រយ័ត្នមែនតើប្រយ័ត្នជាងគេហ្នឹងគឺប្រយ័ត្នសំដីព្រោះថាសំដីជាអាចកន្លងបានសុខទុក្ខផងក៏ព្រោះសំដីហើយអញ្ចឹងទៅក៏មិនអាចនិយាយផ្ដេសផ្ដាស់ដោយតាមអំពើចិត្តបានទេគឺនៅស្រុកភូមិហ្នឹងគឺគេមានប្រកាន់អ្នកទាំងអស់គ្នាហើយមានថ្ងៃមួយនោះគឺលោកតាគាត់បាននាំបងប្អូនកូនក្មួយរបស់គាត់ហ្នឹងណាគាត់ខានទៅលេងសុកកំណើតរបស់គាត់ហ្នឹងដូចជាយូរថ្ងៃយូរខែយូរឆ្នាំដែរហើយអត់ធម្មតាទេនៅតាមស្រុកស្រែទីជនបទអ្នកទាំងអស់គ្នាប្រហែលជាដឹងហើយមួយឆ្នាំអីស្រួលទៅអត់បានម្ដងឯណាយូរឆ្នាំព្រោះថាការធ្វើដំណើរដូចដឹងស្រាប់ហើយគឺឆ្លងភ្នំព្រៃភូមិចន្លងដងអូហ្នឹងគឺវាលំបាកមែនតើដូច្នេះហើយគឺថាការជួបគ្នាម្ដងហ្នឹងគឺវាមានការលំបាកអញ្ចឹងណាក៏យូរបានជួបម្ដងហើយបើនិយាយទៅបន្ទាប់ពីគាត់បានរៀបចំគម្រោងថាទៅលេងឪពុករបស់គាត់ណាឪពុកម្កាយរបស់គាត់នៅឯស្រុកកំណើតរបស់គាត់ហ្នឹងណាគាត់ក៏បបួលគ្នាកូនក្មួយរបស់គាត់ហ្នឹងក៏ទៅហើយរៀបចំដល់មានគម្រោងនឹងរួចចប់សពគ្រប់អស់ហើយគាត់ក៏នាំគ្នាចេញទៅហើយគ្នារបស់គាត់ដែលចេញទៅហ្នឹងគឺមានចំនួន5នាក់
ដែលជាបងប្អូនរបស់គាត់ហើយនឹងកូនក្មួយរបស់គាត់ណាដែលរួមមានហ្នឹងគាត់មានអ៊ំដេតអ៊ំដាំអ៊ំស្រីរំដួលនិងអាក្មួយរបស់គាត់ហ្នឹងផងដែរដែលឈ្មោះអាតូលដែលជាក្មេងជំទង់វ័យជំទង់អាយុខ្ទង់8 9 10ហ្នឹងឬក្មេងដែរគឺវ័យដែលកំពុងគេហៅថាកំពុងចង់ដឹងចង់ឮចង់សាកល្បងគ្រប់រឿងហេតុណាគឺថាជាក្មេងមួយដែលវាផ្កើនក៏បានវាមានសពគ្រប់បែបយ៉ាងគឺធម្មតាទេក្មេងឈាមរាវអ្នកទាំងអស់នេះគឺចង់សាកចង់ដឹងចង់ឮគ្រប់បែបយ៉ាងឥឡូវមុននឹងចូលដល់សាច់រឿងលម្អិតរបស់ខ្ញុំបាទដែលត្រូវចែកជូនពុកម៉ែបងប្អូនបន្តិចទៀតនេះខ្ញុំបាទក៏សូមក្រានរំលឹកទៅកាន់អ្នកទាំងអស់គ្នាផងដែរធម្មតាទេនៅតែប្រមាណប្រហែលជាកន្លះខែជាងទៀតហ្នឹងគឺដល់រដូវចូលឆ្នាំខ្មែររបស់យើងហើយបើនិយាយទៅនៅពេលដែលយើងដល់ថ្ងៃចូលឆ្នាំខ្មែរគឺយើងតែងតែទៅលេងស្រុកដែលជាភូមិឋានស្រុករបស់យើងណាគឺថាយើងទៅលេងឪពុកម្ដាយអ៊ំពូមីងនិយាយថាដែលគាត់នៅទីជនបទអីចឹងទៅធម្មតាទេយើងអ្នកនៅទីក្រុងយើងទៅលេងស្រុកស្រែនៅពេលចូលឆ្នាំម្ដងប៉ុន្តែខ្ញុំចង់ក្រានរំលឹកនោះគឺថាចង់ឲ្យអ្នកទាំងអស់គ្នាទៅដោយប្រុងប្រយ័ត្នមិនបានខ្ញុំបាននិយាយចឹងព្រោះថានៅពេលដែលយើងទៅទីជនបទម្ដងគឺមានម៉ូតូឡានច្រើនមែនតើនៅពេលរដូវចូលឆ្នាំក៏ដូចជាមិនថាចូលឆ្នាំក៏ថ្ងៃធម្មតាក៏មានឡានម៉ូតូច្រើនអញ្ចឹងសូមបើកបរដោយប្រុងប្រយ័ត្នកុំមានសេចក្តីប្រមាថបំផុតអ្នកទាំងអស់គ្នាបើអាចអត់បានគឺបើក្នុងលបឿនមួយដែលយើងអាចថាទប់លំនឹងខ្លួនឯងបានណាឈ្មោះថាយើងមិនមានសេចក្តីប្រមាថហើយក្នុងថ្ងៃហ្នឹងផងដែរគឺវាសំខាន់មែនតើនៅពេលដែលយើងមានអារម្មណ៍ថាយើងទៅបានជួបក្រុមគ្រួសារសាច់លោកតាលោកយាយដែលគាត់រងចាំនៅតាមខេត្តនានាដែលយើងដែលជាខេត្តដែលយើងទៅហ្នឹងណាអញ្ចឹងយើងត្រៀមចិត្តត្រៀមកាយឲ្យបានល្អកុំគេហៅថាជ្រួលជ្រើមនៅពេលយើងជ្រួលជ្រើមអារម្មណ៍របស់យើងឈូសឆាប់គឺវាលក្ខណៈថាអារម្មណ៍អត់មូលហើយក៏មានសេចក្តីប្រមាថពេលខ្លះអូបើម៉ូតូសុកនោះនៅឃើញដល់ទៅបាញ់ទឹកនោះបាញ់ទឹកប៉ាត់ម្សៅស្រីអញ្ចឹងណាពួកក្មេងឥឡូវវាភាគច្រើនឃើញចឹងមែនចឹងទៅមួយរយៈចុងក្រោយនេះគឺថាគ្រោះថ្នាក់ចរាចរណ៍គឺវាច្រើនអញ្ចឹងហើយសូមឲ្យពុកម៉ែបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាឥឡូវចូលទៅដល់សាច់រឿងរបស់យើងទាំងអស់គ្នាវិញការធ្វើដំណើរក៏ចាប់ផ្ដើមឡើងនៅពេលព្រឹកព្រលឹមងងឹតព្រឿងនៅពេលដែលគ្រប់គ្នាក៏បានលាប្រពន្ធកូនបងប្អូនរួចជាស្រេចហើយគ្រប់គ្នាក៏បានដាស់តឿនគ្នាមុននឹងចេញដំណើរទៅអ្នកទាំងអស់គ្នាគឺថានៅពេលដែលកំពុងចេញដំណើរនេះគឺហាមដាច់ខាតនៅពេលដែលឆ្លងកាត់ព្រៃហ្នឹងគឺហាមមិនអោយនិយាយបោកបញ្ឆោតគ្នាលេងប្រេះប្រាស់ទេព្រោះថាយើងនៅផ្ទះយើងអាចនិយាយលេងបញ្ឆោតគ្នាការនិយាយស្ដីវាអត់ត្រូវកាយតាមមាត់អត់កម្របណាអត់អីទេវាអត់បញ្ហាទេតែដល់ពេលដែលយើងចូលទៅក្នុងព្រៃស្ងាត់ជ្រងំដែលឆ្លងកាត់ទីរហោឋានជាច្រើនហ្នឹងគឺយើងត្រូវការរក្សាមាត់របស់យើងហ្នឹងឲ្យល្អបន្តិចកុំចាស់តែនិយាយឲ្យតែបានណាបន្ទាប់ពីធ្វើដំណើរប្រមាណជាឆ្ងាយទៅរាប់សិបគីឡូម៉ែត្រក៏រហូតដល់រយៈពេល3ថ្ងៃហើយទៅមកដល់ភ្នំមួយដែលឆ្ងាយពីផ្ទះដែលគាត់ចេញដំណើរនោះហើយមុននឹងធ្វើដំណើរទៅដល់ទីភ្នំនោះក៏ចិត្តយប់ទៅហើយអ្នកទាំងអស់គ្នាហើយគ្រប់គ្នាក៏រកកន្លែងសម្រាប់សម្រាននៅមួយរាត្រីសិនដោយសារតែបើទៅបន្តទៀតហ្នឹងក៏យប់ក៏ធ្វើដំណើរទៅអត់បានដែរអញ្ចឹងក៏រកម្ហូបតាមស្លរកទឹករកអីញ៉ាំអញ្ចឹងទៅក៏សម្រាប់ទីនោះមួយយប់សិនដោយសារតែការធ្វើដំណើរហ្នឹងវាឆ្លងកាត់ព្រៃភ្នំជាច្រើនគីឡូជាច្រើនម៉ោងមកហើយអ្នកទាំងអស់គ្នាហ្នឹងក៏បានអស់កម្លាំងអស់កំហែងជឿណាអ្នកទាំងអស់គ្នាដោយសារតែការធ្វើដំណើរពេញមួយថ្ងៃគឺម្នាក់ហ្នឹងក៏សវេសវារកអីញ៉ាំរួចសពគ្រប់ហើយហ្នឹងក៏ទៅគេងហើយម្នាក់ហ្នឹងគឺគេងលក់ស្រួលមែនតើហើយនៅពេលយប់ជ្រៅហ្នឹងគឺថាអាកាសធាតុនៅក្បែរហ្នឹងណាម្ដុំហ្នឹងគឺអាកាសធាតុគឺត្រជាក់មែនតើដោយសារតាអ៊ំរំដួលនឹងទ្រាំនឹងអាកាសធាតុត្រជាក់មិនបានអ៊ំរំដួលហ្នឹងក៏ភ្ញាក់ឡើងហើយគាត់ក៏សវេសវារកអូសទៅដាក់នឹងគំនរភ្លើងបន្ថែមណាដើម្បីឲ្យមានភ្លើងមានល្ងើកមានអីចឹងទៅកុំឲ្យវាត្រជាក់ពេកនៅពេលដែលអ៊ំស្រីរំដួលហ្នឹងគាត់ទៅរកអូសដើម្បីដាក់ភ្នក់ភ្លើងហ្នឹងណាអ្នកទាំងអស់គ្នាគឺគាត់បានសម្លឹងឃើញទៅដើមឈើមួយដើមយ៉ាងធំនៅមិនឆ្ងាយប្រមាណពីកន្លែងគាត់សម្រាននឹងប្រមាណទេអ្នកទាំងអស់គ្នានិយាយរំទៅគ្រាន់តែគាត់បានឃើញដើមឈើមួយដើមនោះអ្នកទាំងអស់គ្នាគឺគាត់មានអារម្មណ៍ថាដូចអត់សូវស្រួលក្នុងខ្លួនទេ
វាមិនតែណាសុកវាកលែកភ្នែកទៅឃើញណានៅក្នុងព្រៃដែលស្ងាត់ចងំហើយឃើញដើមឈើហ្នឹងណាហើយមកស្ទុះក្រោយមកហ្នឹងគឺគាត់លឺសំឡេងម្ដាយហើយនឹងកូនរត់ប្រឡាញ់គ្នាពីរនាក់អ្នកទាំងអស់គ្នាបើនិយាយទៅគឺថាអ៊ំស្រីគាត់តែគាត់ឃើញតែទភាពបែបនោះណាគឺគាត់សឹងតែថាមិនជឿនឹងភ្នែកណាវាមិនតែអាណាក្នុងព្រៃមែនទេក្នុងព្រៃអាណាមានមនុស្សមានកូនក្មេងទូចតាចហើយមានម្ដាយដែលទឹកតែកើតទៅរូបនិយាយតែបានមកខួប2ខួបអញ្ចឹងណាបលែងគ្នាលេងនៅក្នុងព្រៃហើយវាជារឿងច្រឡែកមែនតើសម្រាប់អ្នកដើរព្រៃណាទាំងអស់គ្នាប៉ុន្តែគាត់ថារឿងទាំងអស់ហ្នឹងគឺវាមិនមែនជារឿងធម្មតាទេគឺវាចម្លែកហើយនឹងពិតជាគួរឲ្យខ្លាចមែនតើសម្រាប់អ្នកដើរព្រៃប៉ុន្តែនៅពេលដែលគាត់សម្លឹងទៅរកមើលម្ដងទៀតអ្នកទាំងអស់គ្នាគឺស្រាប់តែបាត់មនុស្សអស់តែម្ដងគឺស្ងាត់ជ្រាបណាគឺថានៅក្រោមដើមឈើហ្នឹងគឺស្ងាត់ជ្រាបអត់មានមនុស្សអត់មានអីទេអ៊ំស្រីរំដួលហ្នឹងគឺគាត់គ្រាន់តែឃើញអញ្ចឹងណាគាត់គិតថាមិនមែនជារឿងធម្មតាទេអ្វីដែលគាត់បានឃើញនោះគឺមិនមែនជាមនុស្សដែលធ្វើដំណើរក្នុងព្រៃទេហើយក៏មិនមែនជារឿងធម្មតាដែលអ្នកទាំងអស់គ្នាឃើញនឹងផ្នែកដែលថាមានមនុស្សមានអីដើរព្រៃដូចយើងណាអត់ទេក្រោយពីគាត់បានដាក់ភ្លើងដាក់អស់ហើយណាអ៊ំស្រីនោះក៏បញ្ញាប់ចូលគេងវិញយ៉ាងលឿនមែនទែនណាហើយអាហារពេលព្រឹករបស់គាត់នេះគឺមន់ដុតអ្នកទាំងអស់គ្នាមន់ព្រៃដុតមិនមែនមន់ដុតធម្មតាណាធ្លាប់តែយើងនៅតែទីក្រុងទេណាឬមួយក៏នៅស្រុកស្រែយ៉ាងហៅមន់ស្រែនៅក្រុងយ៉ាងហៅមន់ក្រុងមន់ដុតអញ្ចឹងទៅប៉ុន្តែនោះគឺមន់ព្រៃដុតអ្នកទាំងអស់គ្នាយ៉ាវិសេសមែនទែនហើយដោយមន់ព្រៃហ្នឹងគឺអាតូលដែលជាក្មួយរបស់គាត់ណារបស់លោកអ៊ំហ្នឹងគាត់រកបានហើយវាមានអីវាមានតែយកចាពីមកៅស៊ូតាមក្មេងត្រឡប់របស់ក្មេងហ្នឹងណាវារកសัตว์តាមចាពីមកៅស៊ូអញ្ចឹងទៅបើនិយាយទៅការជំនាន់ហ្នឹងគឺថាព្រៃឈើនៅក្រាស់ក្រែដែរអញ្ចឹងសត្វព្រៃក៏វាសម្បូរទៅតាមនឹងដែរអ្នកទាំងអស់គ្នាហើយបើនិយាយចុះឡើងអេមានមកដល់ត្រង់ចំណុចនេះអេមានឆ្ងល់មែនតើណាអ្នកទាំងអស់គ្នាមិនឆ្ងល់លេងណាអ្នកនិយាយហ្នឹងក៏ឆ្ងល់ដែរយប់មិញខ្មោចលងអ៊ំស្រីរំដួលប៉ុន្តែឆ្ងល់ថាអាក្មេងដែលជាក្មេងរពឹសរពួចណានៅក្នុងព្រៃគឺប៉ប៉ែប៉ប៉ោចនេះប៉ប៉ែប៉ប៉ោចនោះណាវាទៅជាខ្មោចអត់មកលងទៅលងអ៊ំស្រីរំដួលធ្វើឲ្យគាត់នឹងពិបាកក្នុងការគេងវិញហើយជឿហ្មងអេដមីនក៏ឆ្ងល់ដែរហើយអ្នកទាំងអស់គ្នាឆ្ងល់បើឆ្ងល់ខមមិនម្នាក់មួយមកកុំមើលឲ្យអត់ខមមិនណាគេហៅថាកុំឲ្យស៊ីនឲ្យអត់ reply ឥឡូវខមមិនម្នាក់មួយមកបន្ទាប់ពីពួកគាត់បានញ៉ាំបាយហើយគាត់ក៏បន្តដំណើរទៅទៀតណាអ្នកទាំងអស់គ្នានៅពេលដែលកំពុងធ្វើដំណើរនោះគឺអ៊ំស្រីរំដួលយើងហ្នឹងគឺគាត់ដើរក្រោយគេទាំងអស់ណាបានន័យថាអ្នកមុខគឺគេទៅមុខចឹងទៅព្រោះតែយើងត្រូវដើរតម្រង់ជួរគ្នាចឹងណាព្រោះថាព្រៃធម្មតាវាជាអៀតវាស្អីស្កាច្រើនណាត្រូវមានអ្នកនាំមុខត្រួសត្រែងផ្លូវចឹងទៅហើយអ៊ំស្រីរំដួលហ្នឹងគឺនៅក្រោយគេនៅពេលគាត់កំពុងតែដើរចឹងណាគាត់លឺសម្រាប់ជើងលឺសំឡេងពីក្រោយណាអ្នកទាំងគ្នាគឺលេងលឺសម្រាប់ជើងមនុស្សដើរបើនិយាយរំទៅគឺថាគាត់ព្រឺខ្នងខ្ញាក់ហ្មងណាដោយសារតែគាត់បានឃើញម្ដាយពីយប់មិញណាហើយនឹងកូន2នាក់ពេលអញ្ចឹងទៅបន្ទាប់ពីនោះមកគឺគាត់មានអារម្មណ៍ថាដូចមានខ្មោចលោកមិនណាតាមលងគាត់បន្លាយគាត់ទៅម្នាក់ឯងគឺរសាប់រសងគឺគាត់លឺសំឡេងដើរស្រុបតាមគាត់តែម្ដងអ្នកទាំងអស់គ្នាបើនិយាយរួមទៅមិនមែនតែគាត់ទេអេដមីនក៏ភ័យដែរបើដើរក្នុងព្រៃដើរ 4-5 នាក់លឺធ្វើឯងម្នាក់ហើយមកលងវាពិតជាពិបាកមែនតើអ្នកទាំងអស់គ្នាហើយនៅពេលគាត់ដើរទៅមុខបន្តទៀតចឹងណាអ្នកទាំងអស់គ្នាមេក៏ចាប់ផ្ដើមងងឹតហើយនិយាយទៅម្នាក់ហ្នឹងក៏មនីណាបញ្ញាដើម្បីឲ្យបានដល់ឆាប់ដល់ភូមិព្រោះថាគៀកនឹងដល់ភូមិដែរហើយគ្រប់គ្នាក៏បញ្ញាអញ្ចឹងទៅនៅពេលទៅដល់ផ្លូវហើយក៏ដូចជាច្រកដែលចូលទៅក្នុងភូមិហ្នឹងអ្នកទាំងអស់គ្នាក៏ស្រាប់តែឃើញនារីម្នាក់ដែលទាំងនោះគឺថាមានកូនមានអីតូចផ្សេងនៅក្បែរនោះ2នាក់ដែរអ្នកទាំងអស់គ្នាគឺថាអង្គុយនៅចំកណ្ដាលផ្លូវហើយបែរខ្នងមកឲ្យខ្នងអ្នកទាំង5នាក់ហ្នឹងណាអ្នកទាំង5នាក់ហ្នឹងក៏ឃើញអញ្ចឹងគាត់ថាហើយគ្រាន់តែចូលមកដល់ភូមិនេះភ្លាមមិនក៏ធំក្លិនស្អុយម៉េចហើយមានអារម្មណ៍ថាអាកាសធាតុក្នុងភូមិហ្នឹងគឺវាប្លែកណាអ្នកទាំងអស់គ្នាហើយដល់ភ្លាមនោះស្ត្រីម្នាក់នោះក៏សសឹមបាយមុខមកបន្តិចម្ដងមិននិយាយថាពីសភាពក្លិននៅក្បែរនោះវិញណាគឺពិបាកទប់មែនតើអ្នកទាំងអស់គ្នាគឺក្លិនស្អុយណាព្រោះថាយើងនិយាយថាក្លិនអាសោចដូចក្លិនខ្មោចងាប់ជាងណាគឺដូចគ្នាតែម្ដងអ្នកទាំងអស់គ្នាហើយនៅពេលនោះគឺថានារីម្នាក់នោះគឺបានបែរមុខមកតែម្ដងអ្នកទាំងអស់គ្នារំពេចភ្លាមនោះដែរនារីម្នាក់នោះក៏ចាប់ផ្ដើមបែរមុខមកអ្នកទាំងអស់គ្នា
ព្រះជាម្ចាស់ហើយគាត់តែបែរមុខមកណាទាំងអស់គ្នាគឺថាទស្សនវិជ្ជាក៏ដូចជាមុខមាត់របស់ស្ត្រីម្នាក់នោះហើយនឹងកូនរបស់នាងណាគឺថាលើផ្ទៃមុខរបស់នាងហ្នឹងគឺថាសិតតែខ្ទូហើយឡើងទឹកលឿងអាឡាទាំងថ្ងៃណាអ្នកនរគឺឡើងពេញមុខតែម្ដងបើនិយាយទៅគឺថាមិនមែននិយាយគ្រាន់តែមនុស្សមើលឃើញណាដូចខ្មោចងាប់7ថ្ងៃហ្នឹងណាគ្រាន់តែឃើញហ្នឹងគឺម្នាក់ហ្នឹងគឺនៅអត់ស្ងៀមទេគឺថារកតែកន្លែងឲ្យតែរួចខ្លួនណាអត់អាចនៅបានទេគឺពិតជាគួរឲ្យខ្លាចហើយនឹងព្រឺព្រួចមែនតើអ្នកទាំងអស់គ្នាមែនតែពួកគាត់ទេសម្រាប់មានផ្ទាល់ក៏អញ្ចឹងដែរអ្នកទាំងអស់គ្នានៅពេលដែលយើងទៅលេងស្រុកឆ្ងាយណាទស្សនវិជ្ជាក៏ដូចជាទីតាំងភូមិសាស្ត្រភូមិរបស់គេមែនទេយើងច្បាស់ជាអត់ស្គាល់មែនទេនៅពេលដែលយើងគាត់ឃើញអញ្ចឹងណាអារម្មណ៍របស់យើងណាបាក់ស្មារតីម្ដងធ្វើអីក៏អត់ត្រូវដែរគឺសម្រាប់មានផ្ទាល់អូខេឥឡូវទៅតាមដានជាមួយនឹងរឿងបន្តទៀតក្រោយពីរត់អស់មួយស្ទុះធំណាអ្នកទាំងអស់គ្នាក៏បានរត់ទៅដល់ក្នុងវត្តមួយនៅក្នុងភូមិហ្នឹងណាហើយក៏រកកន្លែងសម្រាប់អញ្ចឹងទៅគ្រាន់តែទៅដល់ហ្នឹងក៏ជួបប្រសងហើយប្រសងក៏បាននិយាយតាក់ទងជាមួយនឹងរឿងស្ត្រីនិងជាមួយនឹងកូនរបស់គាត់ហ្នឹងណាគឺថាប្រសងលោកនិយាយថាខ្មោចហ្នឹងគឺថាត្រូវបានគេសម្លាប់បន្ទាប់ពីគេចាប់លោកនាងហើយកាលពីមិនយូរប្រហែលនេះដូចជាមួយអាទិត្យមុននេះណាលោកនិយាយប្រាប់លោកតាក្រោយមកក៏ពួកគាត់ទាំងអស់ហ្នឹងក៏ថ្វាយអង្គមលាហើយក៏ធ្វើដំណើរទៅផ្ទះសាច់ញាតិរបស់លោកតាហ្នឹងណាដូចដែលជាឪពុករបស់គាត់ហ្នឹងហើយក៏បែកគ្នាអស់រាប់សិបឆ្នាំបន្ទាប់ពីជួបគ្នាហើយក៏ផ្ដល់ក្តីនឹករលឹកគ្នាទៅវិញទៅមកចឹងទៅហើយសេរីរបស់ខ្ញុំបាទក៏បានបញ្ជាដល់ទីបញ្ចប់ផងដែរអរគុណប្រិយមិត្តអរគ្នាហើយនេះគឺជាអេពីសូតទី20ហើយអេពីសូតក្រោយនឹងមានវីដេអូរឿងវែងជាងហ្នឹងដោយសារតែបន្ទាប់ពីខ្ញុំខានធ្វើយូរហ្នឹងក៏វាមិនសូវជាថ្នាក់ដៃនៅពេលខ្ញុំត្រឡប់មកវិញណាដោយសារតែមានការរវល់ច្រើនមិនមានយ៉ាងនៅក្នុងការសិក្សារបស់ខ្ញុំបាទប៉ុន្តែនឹងឆ្លៀតពេលឱកាសក្រោយៗទៀតសម្រាប់នីតិនៃរឿងដែលចម្លែកទៅកាន់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាដែលចូលចិត្តឆ្លាញ់ខ្ញុំបាទអ្នកទាំងអស់គ្នាអាចចុច follow នៅក្នុង TikTok របស់ខ្ញុំបាទហើយ subscribe នៅក្នុង YouTube របស់ខ្ញុំបាទហើយក៏ដូចជា follow នៅក្នុង Facebook page ខ្ញុំក៏មានដែរអូខេអ្នកទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ